ជីម៉ូតូដឹកគ្នាកាត់ទំនប់ធីរាសាសអូលើដែលទឹកកំពុងហូរខ្លាំងបណ្ដាលឲ្យទឹកគុជធ្លាក់ចូលសង្គ្រោះបានយុវជនម្នាក់រួមនឹងម៉ូតូចំណែកនារីម្នាក់ទៀតនៅរកមិនទាន់ឃើញខេត្តកំពង់ធំសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្រឿងស្រុកប្រាសាទសម្បូរបានឲ្យដឹងថានៅវេលាម៉ោង 15:20 នាទីកាលពីរសៀលថ្ងៃទី 24 ខែកញ្ញាឆ្នាំ 2022 ពិតជាមានករណីមនុស្សលង់ទឹកហើយរកមិនទាន់ឃើញនៅឡើយដែលកើតហេតុនៅចំណុចទំនប់ទឹកធីរាសាសអូលើខាងជើងភូមិបេងឃុំស្រឿងស្រុកប្រាសាទសម្បូរខេត្តកំពង់ធំប្រភពបានឲ្យដឹងទៀតថាមុនពេលកើតហេតុគេឃើញបុរសនារី2នាក់បានជិះម៉ូតូពណ៌ខ្មៅមួយគ្រឿងម៉ាក Honda C125 ដែលមានស្លាកលេខកំពង់ធំ 1Q4742 ពេលមកដល់កន្លែងកាត់ហេតុអ្នកទាំងពីរជិះម៉ូតូឆ្លងកាត់ធារាសាស្ត្រដែលទឹកកំពុងហូរខ្លាំងបាននាំយកទាំងម៉ូតូទាំងមនុស្សតែត្រូវបានជួយសង្គ្រោះបុរសម្នាក់ទាន់ពេលវេលានិងម៉ូតូចំណែកនារីមិនទាន់រកឃើញនៅឡើយទេបុរសដែលជួយសង្គ្រោះមានឈ្មោះថាសុកនីភេទប្រុសអាយុ20ឆ្នាំរស់នៅភូមិថ្មីឃុំស្រឿងស្រុកប្រាសាទសម្បូរខេត្តកំពង់ធំបានជួយសង្គ្រោះបានទាន់ពេលវេលាចំណែកឯនារីរងគ្រោះមានឈ្មោះសុកចរិតភេទស្រីអាយុ18ឆ្នាំរស់នៅភូមិស្វាយឃុំស្រឿងស្រុកប្រាសាទសម្បូរខេត្តកំពង់ធំមិនទាន់រកឃើញសាកសពនៅឡើយទេសមត្ថកិច្ចនិងក្រុមគ្រួសារសាច់ញាតិកំពុងតែព្យាយាមរកសពនារីដែលកំពុងលង់ទឹកនេះបន្តទៀតសូមបញ្ជាក់ថារហូតមកដល់ម៉ោង 17:25 នាទីនេះមិនទាន់រកឃើញសាកសពនារីរងគ្រោះនៅឡើយទេកំពុងរកបន្ត